Ok, như số bằng phone ở khné ngay chụp thì mỗi chúng bạn ở video thay một tiết là những video video bằng pi ca slide sừng lúa vẽ phone mỗi bằng phone mình chúng ngó xua từ trong YouTube và đôi chiếu Facebook page bọn nhom chẳng mà sân chiều bằng phone mình chúng ngó xem bằng phone ai comment ở xua được hàng caoใน video nắng hai bằng phone ai cho từ trong group bọn nhóm từ trong page bọn nhom nắng một thì dễ nhé mà ai cho group Telegram miền bỏ miền xem ấy khác cái nhóm lại cho trong Telegram đấy hai bằng phone ai xua sừng lúa trong Telegram bằng bàn rồi kia đãអាចថតរូបឬក៏ screenshot យកបញ្ហាបងប្អូនមកសួរនៅក្នុងក្រុមហ្នឹងអញ្ចឹងយើងចូលមកដល់សំណួរយើងដែលខ្ញុំយកមកបាន4 5 6សំណួរដែរនៅក្នុងវីដេអូហ្នឹងសំណួរទី1គាត់បាន comment ថាបងតើវីដេអូ music ដែលយើងបង្កើតខ្លួនឯងតើល្អឬអត់វីដេអូចម្រៀងបើសិនជាយើងបង្កើតខ្លួនឯងគឺល្អអត់បញ្ហាទេមិនថាយើងបង្កើតជាប្រភេទនៅក្នុងស្រុកឬក៏ក្រៅស្រុកឬក៏យើងធ្វើភ្លេងដោយខ្លួនឯងយកទៅដាក់ឧទាហរណ៍ភ្លេង relic ភ្លេងទឹកភ្លៀងសំឡេងអីផ្សេងៗហ្នឹងដែលយើងដាក់សម្រាប់គេស្ដាប់ដើម្បី relic អីផ្សេងៗគឺយើងអាចធ្វើបានហើយបើសិនជាយើងធ្វើទៅកាន់បរទេសគឺឱកាសដែលយើងអាចរកលុយបានក៏វាមានច្រើនដែរដោយសារតែនៅខ្មែរយើងគឺវារៀងពាក់ព័ន្ធមួយអា music ដែលយើងធ្វើយើងមិនមែនជាតារាចម្រៀងដែលការនិពន្ធច្រៀងខ្លួនឯងអីហ្នឹងគឺវាពិបាកតិចដែលសិនយើងអាចរក view ឬក៏អីឲ្យបានច្រើនដោយសារតែគេស្ដាប់ចម្រៀងតើចម្រៀងហ្នឹងព្រោះបង្កើតថ្មីដូចជាតន់ជាមួយនឹង trend អីចឹងទៅទើបយើងអាចទទួលបាន view ច្រើនសម្រាប់ធ្វើជាមួយចម្រៀងតើប្រភេទគេធ្វើជាលក្ខណៈបទចម្រៀងបទអីផ្សេងៗចឹងទៅទើបអាចទទួលបាន view ងាយស្រួលសំណួរមួយទៀតគាត់បាន comment ថាខ្ញុំធ្វើរឿងនិទានបញ្ចូលសម្លេងខ្លួនឯងជាប្រភេទវីដេអូវែង20នាទីឡើងទៅប៉ុន្តែបានដាក់រូបភាពតែមួយសន្លឹកឬក៏2 3សន្លឹកតើ YouTube វាអនុញ្ញាតឲ្យរកលុយឬអត់បងអាចស្នើជាប់ឬទេតើវីដេអូប្រភេទដូចនេះវាជាប់ជាមួយនឹងយើងខ្វះការច្នៃប្រឌិតឬក៏ខ្វះការចំណាយពេលធ្វើទៅលើវាឬក៏អត់ចំពោះសំណួរនេះខ្ញុំរៀងពិបាកឆ្លើយបន្តិចដែលឲ្យច្បាស់ថាបានឬក៏អត់ដោយសារថាពីមុនរយៈពេលខាកន្លះឆ្នាំមុនអីគឺ 100% គឺដឹងតែអាចរកលុយបានហើយដោយសារតែ YouTube អត់ទាន់ចេញច្បាប់ថ្មីឥឡូវនេះ YouTube ចាប់ច្បាប់ថ្មីហ្នឹងគឺពាក់ព័ន្ធជាមួយនឹង AI ខ្លាំងដោយសារតែមានវីដេអូ AI ច្រើនអញ្ចឹងទៅធ្វើឲ្យអាតម្លៃអ្នកដែលផលិតវីដេអូ original ដែលថតវីដេអូដោយខ្លួនឯងដោយមិនប្រើ AI ដែលចំណាយកម្លាំងបានន័យថាបើយើងចំណាយកម្លាំងទៅឆ្ងាយទៅទីតាំងថត vlog ថតអីចឹងទៅយើងដាក់ជាមួយនឹងគ្នាយើងទៅឬក៏សម្ភារៈច្រើនទៅបង្កើតវីដេអូហ្នឹងគឺវាចំណាយច្រើនដល់ពេលឥឡូវហ្នឹងដល់ពេលគេធ្វើ AI វាងាយស្រួលពេកធ្វើឲ្យអ្នកដែលផលិតអាវីដេអូមែនតែនប៉ិតហ្នឹងអាចនឹងមានការធ្លាក់ចុះឬក៏បាត់បង់តម្លៃរបស់គេចឹងទៅអញ្ចឹង YouTube គឺផ្ដល់តម្លៃឲ្យអ្នកដែលធ្វើប៉ិតប្រកបថតចេញដោយខ្លួនឯងច្នៃប្រឌិតដោយខ្លួនឯងមិនមែនប្រើ AI ឲ្យបង្កើតជាវីដេអូឲ្យអីចឹងទៅធ្វើឲ្យ YouTube ចាប់ទៅដោយទាំងវីដេអូដែលធ្វើជាលក្ខណៈនិយាយហើយដាក់រូបតែមួយស្លឹកដោយដែលខ្ញុំធ្លាប់ប្រាប់បងប្អូនអាចធ្វើបានអានព័ត៌មានអីផ្សេងៗហ្នឹងឥឡូវហ្នឹង YouTube ចាប់វាមិន 100% ដែល YouTube ចាប់ទេមាន channel បងប្អូនយើងខ្លះក៏បានដាច់ monetize ទៅ channel បងប្អូនយើងខ្លះក៏នៅតែអាចរកលុយបានហើយចំពោះ channel YouTube ខ្ញុំដែលខ្ញុំធ្វើពីមុនដែលខ្ញុំដាក់រូបស្លឹកហ្នឹងខ្ញុំមើលខ្ញុំឈប់ធ្វើយូរហើយដែរប៉ុន្តែឥឡូវហ្នឹងក៏នៅតែមាន monetize ដែរអញ្ចឹងវាអត់ទៀងទេអញ្ចឹងបើសិនជាយើងដាក់ចិត្តធ្វើតើតើយើងអាចចាំមើលលទ្ធផលនៅពេលដែលយើងគ្រប់ឱកាសឲ្យខ្ញុំឆ្លើយថាដឹងតែអាចរកលុយបានឬក៏រកលុយអត់បានគឺអត់ទៀងទេទៅស៊ីសងទៅលើ YouTube អនុញ្ញាតឬក៏អត់តែថាច្បាប់គេឥឡូវហ្នឹងគឺគេមិនមែនចេញមកបិទតឹងរឹងអត់ឲ្យហ្មងទេមាន channel ខ្លះក៏នៅតែរកលុយបានដែរអញ្ចឹងយើងអាចសាកមើលសិនតើលក្ខខណ្ឌគេបែបណានៅពេលដែលយើងស្នើសុំនោះអានោះទៅយើងដឹងច្បាស់ថាវាអាចរកបានឬក៏អត់គាត់ថាវាអត់ 100% ច្រើនដូចមុនទេបើពីមុន 100% ឯងសឹងតែ90ទៅ 100% គឺនឹងអាចរកលុយបានប្រភេទ content ដែលយើងធ្វើដោយខ្លួនឯងដែលយើងដាក់រូបមួយស្លឹកពីរស្លឹកហ្នឹងសំណួរមួយទៀតក៏បាន comment ថាបងក៏ខ្ញុំសម្រាយរឿងស្នើអត់ជាប់បងជាទូទៅគឺបែបហ្នឹងឯងសម្រាយរឿងដែលខ្ញុំប្រាប់អីដោយសារសម្រាយរឿងបើសិនជាយើងដាក់រូបមួយស្លឹកហើយយើងយករឿងមកសម្រាយ
ក៏វាអាចនឹងអត់ជាប់ដែរទម្រាំតែឥឡូវនេះគឺយើងយកទៅវីដេអូរបស់គេយកមកធ្វើសម្រាយរឿងយកចេញពីប្រភពណាក៏ដោយប៉ុន្តែជាវីដេអូរបស់គេគឺឱកាសតិចណាស់ដែលយើងអាចរកលុយបានអញ្ចឹងប្រភេទសម្រាយរឿងដែលយើងចង់រកលុយបានគឺមានតែមួយទេយើងអាចធ្វើជា channel YouTube លក់ហ្មងបានន័យថាយើងមាន channel យើងធំមួយទៅទុកធ្វើ traffic ហើយយើងទុក share នៅ channel ទូៗរបស់យើងសម្រាយរឿងហើយគ្រប់ 1k subscribe ហើយយើងលក់ទៅតម្លៃចរចាទៅតាមហ្នឹងទៅទោះជាអត់ monetize ក៏មានគេទិញដែរឲ្យតែយើងបាន 1k subscribe ហើយបើសិនជាយើងប្រភេទវីដេអូវែងទៀតអាហ្នឹងឱកាសយើងកាន់តែល្អយើងអាចរកលុយបានយើងអាចធ្វើ channel លក់បានមួយទៀតគឺយើងអាចរកផលិតផលឬក៏រក sponsor នៅខាងក្រៅយកមកដាក់ sponsor នៅលើវីដេអូរបស់យើងដែលយើងអាចមាន view ច្រើនយើងអាចយកជាវីដេអូមួយវីដេអូ1$, 30, 40, 50, 100, 200ឬក៏ជាកញ្ចប់ 3-4 វីដេអូឬក៏ជាខែអញ្ចឹងទៅតាមការចរចាអាហ្នឹងប្រភពចំណូលក្រៅតែបើសិនជាយើងធ្វើវីដេអូសម្រាយរឿងយើងចង់រកលុយជាមួយនឹង YouTube នៅក្នុងហ្នឹងហ្មងគឺអត់បានទេយើងធ្វើអត់បានទេសំណួរមួយទៀតគាត់បាន comment ថាបងតើ content ប្រភេទសត្វតើមានបញ្ហាទេសម្រាប់upload ទៅក្នុង channel YouTube វីដេអូប្រភេទដែលយើងធ្វើពីសត្វហ្នឹងគឺអត់មានបញ្ហាទេឲ្យតែយើងធ្វើត្រូវគោលការណ៍របស់គេមិនមែនអត់ឲ្យយើងថតយើងឃើញ channel ច្រើនណាស់ដែលធ្វើពីសត្វឬក៏សួនសត្វឬក៏ការធ្វើពីសត្វចិញ្ចឹមផ្សេងលក្ខខណ្ឌដែលនេះយើងកុំថតធ្វើបាបទៅលើសត្វពើហិង្សាឬក៏សត្វចូលគ្នាវាយគ្នាខំគ្នាអីហ្នឹងក៏វាអាចខុសដែរបើសិនជាយើងគ្រាន់តែថតសកម្មភាពសត្វសត្វស៊ីចំណីឬក៏វាលេងកំសាន្តអីខ្លីៗអីហ្នឹងគឺអត់បញ្ហាទេយើងអាចរកលុយជាមួយនឹង YouTube បានហើយបើយើងធ្វើទៅបរទេសទៀតក៏ឱកាសដែរដោយសារតែនៅបរទេសគឺគេចូលចិត្តមើលប្រភេទសត្វចិញ្ចឹមច្រើនដូចជាសត្វបន្សាយសត្វមាន់សត្វជ្រូកសត្វទាអីគោអីផ្សេងៗហ្នឹងយើងអាចថតដាក់បញ្ចូលគ្នាអីហ្នឹងនៅបរទេសគឺគេចូលចិត្តមើលនៅទេសភាពបែបហ្នឹងសត្វចិញ្ចឹមដូចជាសត្វទន្សាយសត្វអីប្លែកៗអីចឹងទៅឃើញខ្លះចិញ្ចឹមពស់អីហ្នឹងក៏យើងអាចថតបានដែរបងប្អូនយើងខ្លះចិញ្ចឹមពស់កាត់មានពូជស្អាតអីចឹងទៅឃើញមានបងប្អូនយើងចិញ្ចឹមប្រកាសពូជលូកអីទៀតចឹងទៅអាហ្នឹងគឺយើងអាចថតវីដេអូរកលុយបាននៅក្នុង YouTube សំណួរមួយទៀតគាត់បាន comment ពាក់ព័ន្ធមួយសត្វចិញ្ចឹមច្រើនដែរដូចជាសេកស្ទាំងខ្ញុំចង់ថតសតតែមិនដឹងថតបែបណាទៅវីដេអូល្អហើយសម្រាប់ការមើលហើយមួយទៀតចំណងជើងបើសិនជាយើងថតសតគឺមិនចាំបាច់ព្រឹកព្រៀនខ្លាំងពេកទេបានន័យថាមានវីដេអូណាយើងថតទៅចេះតែថតទៅចំពោះវីដេអូសតយើងថតខ្លីៗ4-10 វិដូចសេកចឹងសេកហោះសេកស៊ីចំណីឬក៏វាដើរឬក៏អីហ្នឹងឬក៏ពេលដែលសេកកើតកូនដែលកូនតូចទឹកតកើតមកអីហ្នឹងសត្វស្ទាំងសត្វអីហ្នឹងក៏ដោយសកម្មភាពវារាល់ថ្ងៃខ្លីៗហ្នឹងបើសិនជាមាន់ដូចមាន់រងាវឆ្កែព្រុសអីចឹងទៅឆ្មាអាពេលវាស្រែកម៉ៅអីហ្នឹងគឺសិតតែយើងអាចថតដាក់នៅក្នុង short វីដេអូរបស់យើងបានហើយចំណងជើងយើងអាចដាក់ខ្លីៗទៅយើង search ដាក់ AI ក៏បានដែរឥឡូវហ្នឹងបើសិនជាចំណងជើងយើងចង់ដាក់បរទេសយើងសួរទៅ AI ទៅសួរទៅ Gemini ក៏បានដែរយើងគ្រាន់តែដាក់ជាភាសាខ្មែរមកថាយើងចង់ដាក់ចំណងជើងប្រភេទនេះខ្ញុំធ្វើអំពីចែកសត្វនេះសត្វមាន់រងាវអីចឹងទៅខ្ញុំចង់ឲ្យជួយចេញជាភាសាអង់គ្លេសចំណងជើងមកគេនឹង generate ជាចំណងជើងភាសាអង់គ្លេសមកឲ្យយើងហើយឥឡូវនេះគឺងាយស្រួលមែនតើចំពោះចំណងជើងទៅលើភាសាអង់គ្លេសទោះជាយើងអត់ចេះភាសាអង់គ្លេសសោះក៏ដោយយើងអាចឲ្យ AI ដាក់ជាចំណងជើងឲ្យយើងក៏យើងរៀបរាប់ជាភាសាខ្មែរមកថាយើងមានវីដេអូហ្នឹងជាវីដេអូប្រភេទណាហើយសត្វហ្នឹងសត្វអីហើយវាកំពុងធ្វើអីយើងចង់ដាក់ចំណងជើងបែបណាឲ្យគេបកប្រែជាភាសាអង់គ្លេសឲ្យយើងបានcomment មួយទៀតគាត់បាន comment ថា content 2D animation រកលុយបានច្រើនឬអត់បងcontent ហ្នឹងបើសិនជាយើងធ្វើនៅខ្មែរខ្ញុំនិយាយត្រង់ហ្មងគឺរកលុយអត់បានច្រើនទេ view 1M អីក៏បានតិចដែរនៅខ្មែររបស់យើងអញ្ចឹងបានពីមុនអីគឺខ្ញុំតែងតែលើកទឹកចិត្តសម្រាប់បងប្អូនដែលចង់ធ្វើវីដេអូគួរតែធ្វើវីដេអូទៅបរទេសបើសិនជាយើងចង់រកលុយជាមួយ YouTube ឲ្យបានច្រើនយើងរកលុយជាមួយ YouTube នៅខ្មែររបស់យើងគឺឆាប់បាក់ទឹកចិត្តទី1គឺ view របស់យើងទូច
បានន័យថាទីផ្សាររបស់យើងទូចយើងធ្វើទៅគឺអត់សូវមាន view ច្រើនឲ្យខ្លាំងទេយ៉ាងច្រើនអាចថា1 អីហ្នឹងកម្រមានផងឥឡូវ 100k 200k អីយ៉ាងទៅហើយបើទៅបរទេសវាអាចចូលទៅដល់រាប់លានបើសិនជាវីដេអូរបស់យើងល្អទី1អាហ្នឹងទី2គឺពាក់ព័ន្ធជាមួយនឹង view នៅពេលដែលបានហើយជួនកាលយើងឃើញ 1M 2M ហើយបានលុយតិចខ្លាំងអត់សមជាមួយកម្លាំងដែលយើងចំណាយក៏យើងឆាប់បាក់ទឹកចិត្តដែរអញ្ចឹងបើសិនជាយើងជ្រុលធ្វើចង់ដាក់ចិត្តដាក់កាយមួយវាយើងអាចធ្វើទៅបរទេសគឺល្អបំផុតតែបើសិនជាយើងគិតថាយើងធ្វើនៅខ្មែរគោលដៅរបស់យើងផ្សេងចង់ចែកម្លែកចំណេះដឹងចង់ធ្វើវីដេអូកម្សាន្តទុកជាអនុស្សាវរីយ៍បានលុយតិចតួចក៏បានដែរអីហ្នឹងអាហ្នឹងអត់បញ្ហាទេយើងអាចធ្វើនៅខ្មែរយើងបានឥឡូវនេះគឺពាណិជ្ជកម្មមានអារម្មណ៍ថាចាប់ផ្ដើមតិចទៅនៅពេលដែលយើងធ្វើនៅខ្មែរអញ្ចឹងអ្នកដែលធ្វើនៅខ្មែរគឺអាច comment ខាងក្រោមបានសម្រាប់បងប្អូនធ្វើតាម view បងប្អូន1លាន view អាចបានប្រហែលមកដែរបងប្អូនជួយ comment ផងមើលឥឡូវហ្នឹងគឺខ្ញុំអត់សូវបានធ្វើ YouTube ទៀតទេអញ្ចឹងបងប្អូនដែលអាចកំពុងតែធ្វើអាចជួយ comment ខាងក្រោមមើលថាបងប្អូន 100k view សម្រាប់វីដេអូនៅខ្មែរបងប្អូនអាចរកលុយបានប៉ុន្មានបើសិនជាបងប្អូនមានធ្វើទៅបរទេសបងប្អូនអាចតម្លាក់ comment ខាងក្រោមដូចគ្នាតើ1លាន view បងប្អូនទៅបរទេសហ្នឹងអាចបានប៉ុន្មានឬក៏ 100k view អញ្ចឹងទៅអាចឲ្យបងប្អូនយើងផ្សេងដែលគាត់ទៅចាប់ផ្ដើមគាត់អាចមានជាមួយនឹងទិន្នន័យថាគាត់សម្រេចចិត្តគួរតែធ្វើវីដេអូទៅខ្មែរឬក៏វីដេអូទៅបរទេសមុននឹងគាត់សម្រេចចិត្តធ្វើវីដេអូឬក៏ចាប់ផ្ដើមនៅ channel YouTube ថ្មីសំណួរមួយទៀតគាត់បាន comment ថា channel របស់ខ្ញុំធ្វើពីវីដេអូវែងតែបើកឲ្យរកលុយ short ដែរអញ្ចឹងអាចផុស long លាយ short បានឬអត់ជាទូទៅឲ្យតែយើងគ្រប់លក្ខខណ្ឌមួយយើងស្នើរកលុយបានឲ្យតែយើង approve បាន monetize ហើយយើងអាចរកលុយបានទាំង short ទាំង long គាត់ថាបើសិនជាយើងផុសចូលគ្នាទាំងពីរជាទូទៅវីដេអូវែងគឺនឹងធ្លាក់ view អូតូតែម្ដងឡើងសូវមាន reach ឡើងសូវអីហើយវា reach ទៅតែវីដេអូ short ទេអញ្ចឹងបើសិនជាយើងចង់ធ្វើទាំងពីរសួរថាកើតអត់ដាច់ monetize អត់គឺអត់ដាច់ទេគ្រាន់តែថាវីដេអូដែលវីដេអូវែងគឺផុសទៅមិនសូវមាន view ហើយវានឹងរុញ view មកច្រើនជាងវីដេអូគឺតែនៅលើ short ទេអញ្ចឹងបើសិនជាយើងសម្រេចចិត្តខ្លួនឯងទៅយើងចង់ធ្វើដាក់ទាំងពីរឬក៏យើងចង់ធ្វើវីដេអូ long បងប្អូនអាចសម្រេចចិត្តខ្លួនឯងបានខ្ញុំគ្រាន់តែប្រាប់ជាមួយនឹងព័ត៌មានដែលវាអាចនឹងកើតឡើងទៅបែបណាហើយការសម្រេចចិត្តទៅលើម្ចាស់សម័យខ្លួនតើគួរចង់ធ្វើឬក៏អត់អូខេមួយសំណួរទៀតគាត់បាន comment ថាបងសុំសួរមួយក្រៅពីលេខទូរស័ព្ទយើងមានវិធីផ្សេងអាច verify ជាមួយនឹង channel YouTube របស់យើងបានដែរឬទេអត់មានវិធីផ្សេងទេដោយសារ YouTube គឺចាប់ជាមួយនឹងលេខទូរស័ព្ទកន្លែងដែលយើង verify ជាមួយ channel YouTube យើងហ្នឹងឥឡូវវាមានផលពិបាកតិចដូចខ្ញុំក៏ដឹងដែរគឺលេខទូរស័ព្ទដោយសារតែមានអ្នកបង្កើត channel YouTube ច្រើនដែលគាត់ទិញអាលេខ SIM ហ្នឹងមកអញ្ចឹងគាត់គ្រាន់តែយកមកសម្រាប់តែបង្កើត email សម្រាប់តែបង្កើតដាក់ verify ជាមួយ YouTube អីចឹងទៅហើយលេខមួយដាក់បានតែ2ដងហើយជួនកាលយើងទៅទិញ SIM មកហ្នឹង SIM ហ្នឹងគឺ SIM ថ្មីបានន័យថាគេទៅតែផ្ដាច់ពីអានោះមកដាក់ថ្មីប៉ុន្តែប្រព័ន្ធ YouTube គឺគេចាប់នៅលេខហ្នឹងដដែលគឺគេថាលេខរបស់យើងហ្នឹងប្រើបានតែធ្លាប់ប្រើហើយអញ្ចឹងទៅគេអត់ផ្ញើលេខកូដមកអញ្ចឹងទៅវាពិបាកកន្លែងហ្នឹងតិចឥឡូវអញ្ចឹងមានវិធីមួយទៀតគឺយើងអាចទិញ SIM online អីចឹងទៅ SIM នៅក្រៅស្រុកអីទៅតាម website ផ្សេងដែលគេមានលក់យកមកបង្កើត email ឬក៏បង្កើត Facebook បង្កើតដាក់ verify ជាមួយអីចឹងទៅឬក៏លេខទូរស័ព្ទបងប្អូនយើងដែលគាត់ប្រើយូរហើយហ្នឹងគាត់អត់ដែលបានដាក់លេខទៅក្នុង YouTube អីហ្នឹងសូមគាត់ដាក់មកដោយសារតែការ verify ជាមួយ YouTube គឺយើងអត់មានត្រូវប្រើលើកក្រោយទៅប្រើលើកក្រោយទៀតទេយើងដាក់តែម្ដងគឺរួចរាល់សម្រាប់ verify ជាមួយនឹង channel YouTube របស់យើងអូខេអញ្ចឹងវីដេអូទាំងអស់ថ្ងៃនេះមានប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីបន្ថែមអាច comment សួរបន្ថែមទៀតបានយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត